តើអ្នកធ្លាប់សួរខ្លួនឯងទេហេតុអ្វីបានជាតម្លៃឡើងដល់កន្លែងមួយហើយស្រាប់តែធ្លាក់ចុះហើយពេលខ្លះតម្លៃធ្លាក់មកដល់កន្លែងដដែលហើយក៏លោតឡើងវិញមនុស្សភាគច្រើននិយាយថាអូនេះគឺជា support អូនេះគឺជា resistance ប៉ុន្តែសំណួរពិតគឺហេតុអ្វី support មានសុពលភាពហេតុអ្វី resistance អាចបញ្ឈប់ទីផ្សារតើវាគ្រាន់តែជាបន្ទាត់មួយឬនៅពីក្រោយវាមានលុយរាប់ពាន់លានដុល្លាររបស់ធនាគារនិងស្ថាប័នធំៗថ្ងៃនេះយើងនឹងមិនរៀនត្រឹមតែគូបន្ទាត់ទេយើងនឹងរៀនរបៀបគិតរបស់ទីផ្សារបន្ទាប់ពីអ្នកមើលវីដេអូនេះចប់អ្នកនឹងមិនមើល support និង resistance ដូចមុនទៀតឡើយមុននឹងរៀន support and resistance ខ្ញុំចង់ឲ្យអ្នកភ្លេចអ្វីៗដែលអ្នកធ្លាប់បានឮមួយរយៈសិនមនុស្សជាច្រើនគិតថា support គឺកន្លែង buy resistance គឺកន្លែង sell តែការគិតបែបនេះគឺជាហេតុផលដែល trader ជាច្រើនចាញ់ព្រោះទីផ្សារមិនដែលខ្វល់ថាអ្នកគូបន្ទាត់នៅទីណាទេទីផ្សារខ្វល់តែពីរឿងមួយប៉ុណ្ណោះ supply និង demand និយាយឲ្យសាមញ្ញនៅពេលអ្នកលក់ត្រូវតែមានមនុស្សទិញនៅពេលអ្នកទិញត្រូវតែមានអ្នកលក់បើមិនមានភាគីម្ខាងទេ transaction នឹងមិនកើតឡើងឡើយដូច្នេះ support និង resistance គឺមិនមែនជាបន្ទាត់អាចកំបាំងទេវាគ្រាន់តែជាតំបន់ដែលអ្នកទិញនិងអ្នកលក់ធ្លាប់ប្រយុទ្ធគ្នាខ្លាំងបំផុតទីផ្សារគឺជាសង្គ្រាមស្រមៃថាមានកងទ័ពពីរក្រុម bulls និងក្រុម bears bulls ចង់ឲ្យតម្លៃឡើង bears ចង់ឲ្យតម្លៃចុះរាល់ candlestick ដែលអ្នកឃើញគឺជាលទ្ធផលនៃការប្រយុទ្ធនេះពេល bulls ឈ្នះ price ឡើងពេល bears ឈ្នះ price ចុះប៉ុន្តែមានកន្លែងខ្លះដែលភាគីទាំងពីរប្រយុទ្ធគ្នាខ្លាំងជាងគេហើយកន្លែងនោះគឺជាអ្វីដែលយើងហៅថា support និង resistance តើ support ជាអ្វី support គឺជាតំបន់ដែល demand ធំជាង supply និយាយឲ្យស្រួលនៅពេលតម្លៃធ្លាក់មកដល់ទីនោះមានមនុស្សជាច្រើនចង់ទិញអ្នកវិនិយោគធំ hedge fund institution retail traders សុទ្ធតែចាប់ផ្ដើមដាក់ buy orders demand កើនឡើង seller ចាប់ផ្ដើមអស់កម្លាំង buyer ចាប់ផ្ដើមគ្រប់គ្រងទីផ្សារ price ក៏ឡើងវិញដូច្នេះ support មិនមែនធ្វើឲ្យ price ឡើងទេ buyer ទេដែលធ្វើឲ្យ price ឡើង support គ្រាន់តែជាកន្លែងដែល buyer សកម្មខ្លាំងប៉ុណ្ណោះ resistance ជាអ្វី resistance គឺផ្ទុយពី support វាជាកន្លែងដែល supply ធំជាង demand buyer ឡើងមកដល់ទីនោះ seller ចាប់ផ្ដើមបង្ហាញខ្លួនមានអ្នកចង់លក់កាន់តែច្រើនមានអ្នកចង់ take profit មានអ្នកបើក sell ថ្មីមាន algorithm របស់ស្ថាប័នធំចាប់ផ្ដើម execute orders demand ចាប់ផ្ដើមខ្សោយ supply កាន់តែច្រើន price ក៏ចាប់ផ្ដើមធ្លាក់ចុះដូច្នេះ resistance មិនមែនជាបន្ទាត់ដែលមានមន្តអាគមទេវាគ្រាន់តែជាកន្លែងដែល seller មានអំណាចជាង buyer ហេតុអ្វី price ចងចាំតំបន់ចាស់សំណួរនេះគឺជាសំណួរដែល trader ល្អគ្រប់គ្នាតែងតែសួរតើ price មាន memory មែនទេចម្លើយគឺ price មិនចាំទេមនុស្សទេដែលចាំស្ថាប័នទេដែលចាំ algorithm ទេដែលចាំឧទាហរណ៍ធនាគារមួយចង់ទិញ gold ចំនួន$500 លានពួកគេមិនអាចចុច buy ម្ដងបានទេបើធ្វើបែបនោះ price នឹងហោះឡើងភ្លាមដូច្នេះពួកគេបែងចែក order ជាច្រើនផ្នែកថ្ងៃនេះទិញបន្តិចស្អែកទិញបន្តិចសប្តាហ៍ក្រោយទិញបន្តិចនោះហើយជាមូលហេតុដែលពេល price ត្រឡប់មកកន្លែងចាស់ institution អាចបន្តបំពេញ orders ដែលនៅសល់ហើយទីផ្សារក៏មានប្រតិកម្មម្ដងទៀតនេះហើយជាហេតុផលដែល support និង resistance អាចដំណើរការបានមិនមែនដោយសារតែបន្ទាត់ប៉ុន្តែដោយសារតែ orders ហេតុអ្វី support និង resistance បែក trader ថ្មីគិតថា support មិនដែលបែកទេតែការពិតគ្មានអ្វីនៅក្នុងទីផ្សារដែលមាន success rate 100% ទេស្រមៃថា buyer មានកម្លាំង 1000 នាក់ seller មាន 900 នាក់ buyer ឈ្នះ price ឡើងប៉ុន្តែលើកក្រោយ seller មកជាមួយ 5000 នាក់តើ buyer អាចទប់ទល់បានទេមិនអាចទេ support ក៏បែកដូចគ្នានេះដែរ resistance បែកនៅពេល buyer មានកម្លាំងច្រើនជាង seller នោះហើយជាមូលហេតុដែល trader អាជីពមិនដែលជឿថា support ឬ resistance នឹង hold 100% ទេពួកគេចាំមើល reaction ជាមុនសិន price action បញ្ជាក់សិនហើយទើបសម្រេចចិត្តចូល trade ឥឡូវនេះអ្នកបានយល់ហើយថា support និង resistance មិនមែនជាបន្ទាត់វេទមន្តទេវាគឺជាផែនទីនៃសង្គ្រាមរវាង buyer និង seller ប៉ុន្តែនៅក្នុងផ្នែកបន្ទាប់យើងនឹងចូលទៅកាន់ជំនាញដែលសំខាន់ជាងនេះទៀតរបៀបគូ support និង resistance ឲ្យត្រឹមត្រូវមិនមែនគូគ្រប់ high និង low ប៉ុន្តែគូតែតំបន់ដែល institution ពិតជាចាប់អារម្មណ៍ហើយនោះគឺជាចំណុចដែលអាចផ្លាស់ប្ដូររបៀប trading របស់អ្នកជារៀងរហូត